ចាជំរាបសួរបងប្អូនអំពើមេងទាំងអស់គ្នាចាថ្ងៃនេះមកលក់ស្នោជូនបងប្អូនម្ដងចាខានលក់ស្នោជូនយូរហើយដោយសារចេះតែរវល់អញ្ចឹងបងប្អូនខ្លះគាត់ធ្លាប់បានដឹងថានាងខ្ញុំលក់ស្នោផងលក់ទាំងពូជតបាយផងក៏លក់ទាំងផ្លែតបាយដែរចាបងប្អូនខ្លះក៏គាត់អត់ទាន់ដឹងទៅអញ្ចឹងថ្ងៃនេះនាងខ្ញុំអត់បានបង្ហាញនៅស្តុកកន្លែងដាក់ស្នោទេគឺមកបង្ហាញនៅដើមតបាយតែម្ដងណាបងប្អូនដោយសារនាងខ្ញុំមានតបាយច្រើនចាបងប្អូនដែលធ្លាប់ដឹងមុនគាត់ដឹងហើយថានាងខ្ញុំមានតបាយច្រើនចំការទៀតហើយមួយចំការក៏មិនតូចដែរបងប្អូនបើតាមមិនធំខ្លាំងតែក៏មិនតូចដែរណាចាអញ្ចឹងបើចាពួកគាត់ធ្លាប់ដឹងគាត់ក៏ពេលដែលត្រូវការគឺគាត់កំងទៅតែបើសិនបងប្អូនខ្លះគាត់អត់ធ្លាប់បានដឹងថានាងខ្ញុំមានស្នោលក់អញ្ចឹងគាត់អាចនឹងចាត្រឡប់ទៅមើលវីដេអូមុនបានណាបងប្អូនចាអញ្ចឹងថ្ងៃនេះនាងខ្ញុំចង់មកបង្ហាញចាពីអត្ថប្រយោជន៍របស់ស្នោច្រកផ្លែឈើណាបងប្អូនចានាងខ្ញុំមានតែផ្លែតបាយទេចាអញ្ចឹងនាងខ្ញុំបង្ហាញទៅលើផ្លែតបាយណាបងប្អូនហើយនៅមុខនាងខ្ញុំនេះបងប្អូនគឺជាប្រភេទតបាយបានជូរចាបងប្អូនមើលផ្លែចង់បាក់មេឃតែម្ដងចាផ្លែនេះគឺចាបេះស្អែកបងប្អូនណាចាហើយស្នោមានគុណសម្បត្តិច្រើនបងប្អូនចាបងប្អូនខ្លះគាត់ធ្លាប់ដឹងហើយតែបងប្អូនខ្លះក៏អត់ធ្លាប់ដឹងទេចាអញ្ចឹងនាងខ្ញុំប្រាប់ពីអត្ថប្រយោជន៍របស់ស្នោចាស្នោនេះចាចំពោះថង់មួយវានេះគឺមានរុន3សម្រាប់ហូតទឹកហើយបងប្អូនចាបងប្អូនមិនបាច់យកទៅចារោលភ្លើងឬក៏យកទៅកាត់ទេគឺវាមានកន្លែងចេញទឹក3រុនរួចហើយបងប្អូនណាចាហើយស្នោខាងក្នុងចាស្នោខាងក្នុងមួយជាន់នេះគឺចាខ្លាំងជាងថង់ខាងក្រៅទៅទៀតបងប្អូនចាដោយសារថង់ខាងក្រៅនេះអាចការពារសត្វតិចណាបងប្អូនតែស្នោខាងក្នុងគឺការពារកម្ដៅថ្ងៃបានខ្លាំងចាប៉ុន្តែបើសិនជានៅចំកម្ដៅថ្ងៃខ្លាំងពេកក៏វាអាចស្លោកខ្លះដែរណាបងប្អូនប៉ុន្តែអាចការពារបានច្រើនហើយអាចការពារការកកិតនៅពេលដែលបងប្អូនចាដឹកជញ្ជូនឆ្ងាយអញ្ចឹងអាចការពារការកកិតការជាប់បានណាបងប្អូនចំពោះស្នោណាចាអញ្ចឹងបើសិនជាបងប្អូនត្រូវការចាបងប្អូនត្រូវការបងប្អូនអាចខលតំណតំណងមកខាងនាងខ្ញុំឬក៏ឆាតតាម Telegram ក៏បានដែរបងប្អូនចានាងខ្ញុំនឹងដាក់លេខទូរស័ព្ទចំនួន2ខ្សែចាឲ្យបងប្អូនតាក់ទងមកនាងខ្ញុំចាបើបងប្អូនត្រូវការច្រើនគឺមានតម្លៃបោះដុំជូនណាចាផ្លែច្រើនណាស់បងប្អូនដល់ដីតែម្ដងចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនខ្លីដែរទេចាហើយជាចុងក្រោយសូមឲ្យបងប្អូនចាជួយចុច like ជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងបងប្អូនចាអរគុណជម្រាបលាបាយបាយ